សម្រាប់បងប្អូនដែលជាជាងសាឡនឬក៏បងប្អូនដែលមានបំណងចង់រៀនអាជីពផ្នែកសាឡនណាគួរទស្សនាវីដេអូនេះឲ្យដល់ចប់ចាំសម្រាប់ចិត្តអាជីពសាឡនណាបើសិនជាបងប្អូនចង់ឲ្យមានភ្ញៀវគាំទ្របងប្អូនកាន់តែច្រើនលុះត្រាតែបងប្អូនមានជំនាញនេះច្បាស់លាស់ពិតប្រាកដហើយមានកេរ្តិ៍ឈ្មោះទើបបងប្អូនអាចមានអតិថិជនគាំទ្រស្នាដៃបងប្អូននឹងកាន់តែច្រើនឧទាហរណ៍ដូចជាការផាត់មុខមិនចាំបាច់តើតាបងប្អូនប្រើគ្រឿងសម្ភារៈ brand ល្បីម៉ាកយីហោ Dior Chanel Gucci ឬក៏ YSL អីទាំងអស់ហ្នឹងដែលមានតម្លៃថ្លៃទើបផាត់មុខអតិថិជនបងប្អូនទៅបានជាស្អាតបើបងប្អូនគិតអញ្ចឹងគឺខុសទាំងស្រុងហ្មងព្រោះការផាត់មុខបើសិនជាបងប្អូនចេះពីវាច្បាស់លាស់យល់ពីវាបានកាន់តែជ្រៅមានស្នាដៃកាន់តែល្អមានបទពិសោធន៍កាន់តែច្រើនមានជំនាញច្បាស់លាស់រៀនពីសាលាដែលមានការទទួលស្គាល់ទាំងក្នុងស្រុកទាំងក្រៅស្រុកមានគ្រូបង្រៀនល្អបង្រៀនឆាប់ចេះបង្រៀនយល់ពីគ្រឹះពីក្បួនពីខ្នាតត្រឹមត្រូវច្បាស់លាស់ហ่ะបងប្អូនទាំងអស់គ្នាអត់ចាំបាច់ប្រើគ្រឿងសម្ភារៈគ្រឿងសម្អាងថ្លៃម៉ាកយីហោ brand ក៏បងប្អូនអាចធ្វើបានដែរជាងដែលល្អជាងដែលមានសមត្ថភាពមិនចាំបាច់គ្រឿងសម្ភារៈថ្លៃក៏គេអាចច្នៃគ្រឿងសម្ភារៈដែលថោកធូរថ្លៃគ្មាន brand គ្មានម៉ាកគ្មានយីហោឲ្យមុខអតិថិជនរបស់គេប្រែទៅជាស្អាតផូរផង់គីឡូកន្លះ skin បានតាមកលៈទេសៈជាងដែលមានសមត្ថភាពជាងដែលរៀនសូត្រចេញពីសាលាត្រឹមត្រូវគឺជាជាងដែលអាចបត់បែនគ្រប់កលៈទេសៈទាំងអស់អាចផាត់មុខឲ្យអតិថិជនមិនថាក្មេងចាស់ប្រុសស្រីប្រែទៅជាស្អាតប្រែទៅជាក្មេងជាងវ័យបានគ្រប់ពេលគ្រប់វេលាគ្រប់ទីកន្លែងនៅក្នុងវីដេអូនេះខ្ញុំបាទអត់មានបានប្រើគ្រឿងសម្ភារៈថ្លៃ brand នេះខ្ញុំប្រើត្រឹមតែតម្លៃធន់កណ្ដាលដែលបងប្អូនទាំងអស់គ្នាបើសិនជាបើកត្រឹមតែលក្ខណៈកូនហាងទូចនៅតាមផ្សារឬក៏តាមផ្ទះទីជនបទចុងកាត់មាត់ញោក៏មានសមត្ថភាពទៅទិញវាប្រើប្រាស់នៅលើអតិថិជនបងប្អូនទាំងអស់គ្នាហើយអាចផាត់ចេញមកស្អាតមិនចាញ់អាគ្រឿងសម្ភារៈ brand ថ្លៃទាំងអស់ហ្នឹងហ្មងនេះតែវាសំខាន់នៅលើទឹកដៃបងប្អូនទាំងអស់គ្នាទៅលើជំនាញបងប្អូនទាំងអស់គ្នាទៅលើការរៀនសូត្ររបស់បងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានជំនាញមានការរៀនសូត្របានដល់កម្រិតណាបើបងប្អូនទាំងអស់គ្នាយកលុយដែលទៅទិញគ្រឿងសម្ភារៈ brand ថ្លៃតម្លៃរាប់រយដុល្លារទាំងអស់ហ្នឹងសំវាទុកឬក៏យកទៅរកស្វែងរកកន្លែងដែលរៀនមានគ្រូជំនាញច្បាស់លាស់មានការទទួលស្គាល់ត្រឹមត្រូវមានក្បួនមានខ្នាតបង្រៀនដែលយកចិត្តទុកដាក់បង្រៀនបងប្អូនធ្វើម៉េចឲ្យយល់ពីគ្រឹះឆាប់ចេះឆាប់អនុវត្តបានកាន់តែខ្លាំងនោះបងប្អូនទាំងអស់គ្នាពិតជាចំណេញទាំងថវិកាចំណេញទាំងពេលវេលាចំណេញទាំងសមត្ថភាពចំណេញទាំងអតិថិជនគាំទ្រស្នាដៃបងប្អូនទាំងអស់គ្នាកាន់តែច្រើនឡើងបើសិនជាបងប្អូនទាំងអស់គ្នាគ្មានទឹកដៃគ្មានស្នាដៃគ្មានសមត្ថភាពមិនយល់មិនច្បាស់ពីក្បួននៃការផាត់មុខធ្វើសក់ឬក៏អាជីពសាឡនមិនថាផ្នែកណាឯងទោះបងប្អូនទាំងអស់គ្នាប្រើគ្រឿង brand ម៉ាកយីហោល្បីមកពីណាក៏អតិថិជនបងប្អូនទាំងអស់គ្នាគេអត់គាំទ្រស្នាដៃបងប្អូនដែរព្រោះធ្វើអត់ស្អាតតែបើបងប្អូនមានជំនាញច្បាស់លាស់យល់ច្បាស់ពីក្បួនពីខ្នាតរបៀបនៃការធ្វើសាឡនណាអញ្ចឹងច្បាស់ណាបងប្អូនទាំងអស់គ្នាគឺពិតជាគេគ្រប់គ្រងបងប្អូនទាំងអស់គ្នាមិនថាបងប្អូនទាំងអស់គ្នាប្រើប្រាស់គ្រឿង brand មិន brand នេះសំខាន់ទឹកដៃស្នាដៃបងប្អូនទាំងអស់គ្នាធ្វើចេញមកស្អាតគ្រប់គ្រងឲ្យអតិថិជនមកហូរហែដោយទឹកបាក់ទំនប់ចឹងអ្វីដែលខ្ញុំចែករំលែកបានគឺសន្សំលុយទៅរកកន្លែងរៀនបងប្អូនត្រូវតែរៀនដើម្បីខ្លួនឯងរៀនដើម្បីអតិថិជនរៀនដើម្បីអាជីពដែលខ្លួនឯងខំកសាងរៀនដើម្បីបង្កើនសមត្ថភាពនិងប្រាក់ចំណូល